45ដូច្នេះខ្មែរយើងគេថា1គឺ10 82000 ឬក៏112,000 អូខេចំណែកនេះវិញគឺ500,000គឺ500គឺ500ហើយនឹង1000គឺ500,000ថា500,000នេះគឺថា500,000ឬក៏50,000ចំណែកនេះវិញគឺថា500,000 ឬក៏ half a million កន្លះលាននេះគឺ1លាន half គឺពាក់កណ្ដាលលានគឺពាក់កណ្ដាលលានឬក៏កន្លះលានដូច្នេះនេះយើងអានបានថាកន្លះលានឬក៏500,000 ឬក៏ half a million ចំណែក06នេះខ្ទង់ពាន់ហើយខ្ទង់ពាន់ទៀត1000ដងគឺ1លាន1លានគឺ1 million នេះគឺ1លាន million ដូច្នេះ1លានគឺមាន0 6ដង1មាន0 6ដងចំណែកខ្ទង់ពាន់គឺមាន0តែ3ដងទេក្បៀសថានៅក្នុងភាសាអង់គ្លេសគឺថាឲ្យតែមាន3លេខ3ខ្ទង់ហើយគេក្បៀសមួយដងហើយ3ខ្ទង់ទៀតគឺក្បៀសម្ដងទេដូចជានេះក្បៀសម្ដងបន្ទាប់ពី3ខ្ទង់បើសិនជាមានលេខនៅពីក្រោយនេះគឺគេក្បៀសម្ដងទៀតប៉ុន្តែអត់មានលេខពីក្រោយនេះគឺអត់ក្បៀសទេដូចក្នុងនេះ3ខ្ទង់ឬហើយក្បៀសពីក្បៀសនេះព្រោះអីមានលេខនៅពីក្រោយនឹងទៀតអូខេនេះបន្ទាប់ពីថា1លាន1 million នេះគឺ2លាន2 million 3 million នេះគឺ20លាន20 million នេះគឺ5 million 6នេះខ្ទង់600 6នេះអានថា600ប៉ុន្តែខ្ទង់ពាន់600,000 and 900អូខេគឺអានថានេះគឺ5លាន5 million 600,000 and 900គឺថា5លាននេះគឺ5លាន5លាន6សែន900ឬក៏5លាន60ម៉ឺន900អូខេបន្ទាប់ពីក្នុងលានមកគឺនេះគឺថា100លាននេះគឺ06គឺលានចំណែកនេះគឺ100លាន100 million ចំណែកនេះវិញគឺថាមាន06 9 3គឺ09ហើយបន្ទាប់មកយើងក្បៀសថាបន្ទាប់ពី3គឺយើងក្បៀសម្ដងដូច្នេះនៅក្នុងនេះគឺថា1000លាននេះថា1000 million នេះគឺ1000លាន1000 million នេះគឺស្មើនឹង1 billion ហ្នឹងគឺថា1 billion តែម្ដងគឺថា1000លាន1000លានស្មើនឹង1 billion ដូច្នេះមកលាន1000ដងស្មើនឹង billion ចំណែកនេះវិញគឺថាមាន0 3 6 9 12នេះគឺ0 12ដងគឺ1 million តាមមក06គឺ1លានចំណែក0នេះគឺ6ទៀតគឺ1លានដង1លានហើយ1លានដង1លានដងគឺស្មើនឹង1 trillion 1 trillion ឬក៏នេះគឺ1000 billion ថា billion គឺមាន09បើសិននេះពីមុខនេះ1000ដង1000 billion 1000 billion ឬក៏ស្មើនឹង1 trillion នេះច្រើនណាស់រាប់អស់ឲ្យច្រើនមែនតើណាអូខេថាយើងទើបតែរៀនអំពីលេខដូច1 2 3 4 5បន្ទាប់នេះទៀតយើងនឹងចាប់ផ្ដើមរៀនជាមួយនឹងលេខគឺថាលេខទី1ទី2ទី3ទី4អូខេ these are ordinal numbers ហ្នឹងគឺលេខបញ្ជាក់អំពីទីដូចជាទី1ទី2ទី3ទី4 Okay let's start with first នេះអានថា first ហ្នឹងគឺទី1គឺមានទី1 first second ទី2 third ទី3 fourth ទី4 fifth ទី5 sixth ទី6 seventh ទី7 eighth ទី8 ninth ទី9 tenth ទី10
11th ទី11 12th ទី12 13th 13th ទី13 14th ទី14 15th ទី15 16th ទី16គឺថាទី1នេះគឺអក្សរខុសគេថា first អន្តរ first ទៅវិញ first នេះគឺបើសិនជាយើងសរសេរលេខត្រូវមាន s ហើយនឹង t នៅចុងក្រោយមួយគឺបញ្ជាក់អំពីទី1ចំណែកទី2វិញគឺ second ហ្នឹងគឺអក្សរនេះអក្សរចុងក្រោយនេះគឺដាក់នៅពីក្រោយលេខនឹងគឺ second ចំណែក third គឺអក្សរ o ហើយនឹង d នៅចុងក្រោយនេះអានថា third ចំណែកទី4នឹង fourth នេះគឺមានអក្សរ th នៅពីក្រោយនឹងចំណែក5គឺយើងយកចាប់ពី5ឡើងទៅគឺយើងយកអក្សរ th នៅពីក្រោយដាក់ពីក្រោយលេខនឹងទី5ទី6ទី7ទី8តមកនេះគឺថា6 6 7 7ហើយយើងដាក់អក្សរ th នៅពីក្រោយ th នៅពីក្រោយនេះគឺមាន th នៅពីក្រោយនឹងពេលណាយើងសរសេរលេខត្រូវមាន th នៅពីក្រោយដើម្បីបញ្ជាក់អំពីទី1ទី2ទី3ទី4អញ្ចឹងអូខេចំណែកនេះវិញគឺថាដូចគ្នាដែរគឺថាទី9ទី10ទី11ទី12ទី13ទី14ទី15ទី16តទៀតមក 17th តទៅមុខទៀតទៅអូខេ20គឺថា 20th អាន 20th th ជាងមានខ្យល់ដាតនៅចំថ្មិញអាន 20th ទៅពេល20ចំណែក21វិញគឺទៅជា 21st ព្រោះ1តែទី1នេះគឺ first ដូចជា 21st 20ទៅមាន th ចំណែក 21st ឲ្យតែ first គឺមាន st 21st ចំណែក22គឺ 22nd គឺមានអក្សរ n ហើយនឹង d 23rd គឺមានអក្សរ o ហើយនឹង d បន្ទាប់ពីនឹងមកគឺថាមាន first second and third នេះគឺត្រូវមាន s t and d ហើយនឹង o d ចំណែកបន្ទាប់ពីនឹងមកគឺមានតែ th អូខេ 24th 25th 26th តមកចំណែក30គឺ 30 years ដូច្នេះគឺថាខ្ទង់20យើងត្រូវមាននេះថែម t e ហើយនឹង th ចំណែក30គួរអញ្ចឹងដែរមាន i e ហើយនឹង th 30th ចំណែក31គឺយើងដាក់ 31st តមកទៀត 32nd 33rd តមកដូច្នេះគឺថាលេខ ordinal numbers ហ្នឹងគឺថាលេខរៀងនេះថាលេខទី1លេខទី2ថាលេខទាំងអស់ហ្នឹងគឺថាខុសគ្នាគឺតែលេខទី3លេខទី1នេះ first second and third បន្ទាប់ពីនឹងមកគឺធម្មតាមាន th នៅតាមក្រោយពេលណាយើងចង់បន្ថែមដូចជា21 22គឺយើងត្រូវប្រើលេខ1លេខ2លេខ3នេះឬក៏41 42 43គឺត្រូវតែប្រើលេខនេះនៅពីក្រោយដែរ DVD number 1 presents calendar of times គឺថាពិធីប្រើភាសាអង់គ្លេសទី1 DVD ទី1សូមជូនជា calendar of time calendar ហ្នឹងគឺថាតារាងនៃពេលវេលា calendar នេះគឺបើសិនជាខ្មែរអ្នកខ្លះថាកាឡង់កាយេនេះគឺពាក្យបារាំងកាឡង់កាយេចំណែកអង់គ្លេសគឺថា calendar of time តារាងនៃពេលវេលាឬកាឡង់កាយេនៃពេលវេលា Okay, these are days of the week. Let's start with days of the week. ថាថ្ងៃនៃអាទិត្យថ្ងៃនៃអាទិត្យ days គឺថ្ងៃនៃអាទិត្យ week នេះគឺអាទិត្យ Okay, let's start with Sunday, Monday, Tuesday, Wednesday, Thursday, Friday and Saturday okay Sunday នេះគឺថ្ងៃអាទិត្យ Monday គឺថ្ងៃច័ន្ទ Tuesday គឺថ្ងៃអង្គារ Tuesday ថានេះគឺមាន s ហើយ Tues មានខ្យល់ s ហើយ Monday Tuesday ចំណែកនេះគឺ Wednesday ថាមិនមែនជា Wednesday ទេគឺ Wednesday ថា W ហើយនឹង N នេះគឺជា Wednesday ហើយមានខ្យល់ s Wednesday គឺ
cứ ngày put Wednesday cứ ngày put Thursday ní cứ mình s đây thời mình chọn là Thursday ngày put ngày pro hóa Friday ngày sóc Saturday ngày sào được chứ nè cứ thà Sunday Monday Tuesday Wednesday Thursday Friday and Saturday ngày Tết ngày chán ngày ông kia ngày put ngày pro hóa ngày sóc hay những ngày sào. Okay, these are vocabularies for calendar of times. And you could be some rap tarang de peveli. Okay, let's start with day, week, month, year, decade, century, once, twice, today, tomorrow, yesterday, this week, last week, next week, every day. Okay, cái thà day ní cứ ngày, week cứ tết, mùa tết nên cái thà week, month cứ khai, mùa khai bị khai nè, year ní cứ năm, decade ní cứ đập năm đi có tu sát tập vật, đập năm mà thà decade cứ đập năm, century ní mùa roi năm, sát tập vật cứ mùa roi năm. Once thìทำmỗi đòn twice ní cứ pi đòn twice mỗi đòn okay today ní ngày này tomorrow ní cứ thá ngày tomorrow ngày sải yesterday cao pi mà sầm mình yesterday nó mà sầm mình okay this week ní cứ tết này last week cứ tết muốn tết ở ban còn long rồi phật mà hai cứ thà last week trong này next week cứ tết cào nó cứ tết từ một này tết này kháng một này next week tết mỗi tết thì có tết cào ní tết muốn ní cứ chỉ tết cào next week cứ tết cào last week cứ tết muốn every day ní chỉ riêng rõ ngày every day chỉ riêng rõ ngày nhưng per every day chỉ riêng rõ ngày every week chỉ riêng rõ tết every month every year thì every ní cứ nhưng per ban đã pavilion để tam cào ní mà tam cào nhưng ai đã day của ban đã week của ban đã month của ban year của ban decade của ban đây. Okay, these are months of the year. Thế này cứ chỉ khaiในឆ្នាំkhaiประจำឆ្នាំก็ថាខែ1នេះខែ1 2ខែ3ខែ4តរហូតដល់ខែ12ខែ1គឺអានថា January ខែ1 February ឬអ្នកខ្លះអានថា February ក៏អត់មានខ្យល់អទៅលើ February ឬក៏ February ឬក៏ February ខែ2 March ខែ3 April ខែ4 May ខែ5 June ខែ6 July គឺខែ7 August គឺខែ8 September គឺខែ9 October គឺខែ10 November គឺខែ11 December គឺខែ12 Okay, one more time. January, February, March, April, May, June, July, August, September, October, November, and December. Okay, these are seasons of the years. And this is the okay, spring, summer, fall, and winter. Okay, គឺថា spring នេះគឺថាគឺរដូវផ្ការីកបើថាបន្ទាប់ពីខែល្ងាហ្នឹងគឺថាបន្ទាប់ពីខែល្ងារដូវល្ងារួចហើយបានចេញមកដល់រដូវផ្ការីក spring រដូវផ្ការីក summer នេះគឺរដូវក្តៅឬក៏រដូវប្រាំង fall គឺថាបន្ទាប់ពីរដូវប្រាំងមកគឺរដូវហៅថា fall នេះគឺរដូវស្លឹកឈើធ្លាក់នៅស្រុកនេះគឺថាស្លឹកឈើចាប់ដើមធ្លាក់ហើយបន្ទាប់ពីស្លឹកឈើធ្លាក់ហ្នឹងគឺចូលរដូវរងា winter នេះគឺរដូវរងារដូវវស្សាឬក៏រដូវរងា okay, spring, summer, fall, and winter.
Okay, these are examples of times อันนี้คือจุดที่ห้อในពេលវេលាที่ห้อในពេលវេលា for example December 23rd 2006 that December 23rd and 2006 December 23rd 2006 ថាទាំងអស់នេះគេហៅថា date នេះគឺថ្ងៃខែឆ្នាំអូខេខែ12ថ្ងៃទី23ឆ្នាំ1906 ឆ្នាំ2006អូខេ December 23rd 2006 ដូច្នេះគឺណាពេលណាយើងទៅសេជាលេខគឺយើងទៅសេខែ12នេះគឺថានៅក្នុងស្រុកអាមេរិកគឺគេប្រើថ្ងៃខែមុនបន្ទាប់មកប្រើជាថ្ងៃខែ12នេះ12/23/2006ឬក៏យើងអាចទៅសេដូចជា12ហើយយើងគូសកដា dash ហៅថា dash 23ឬក៏ dash 06នេះគឺមានន័យថា2006ដូច្នេះយើងអាចសរសេរនៅក្នុងរបៀបនេះក៏បានឬក៏សរសេរនៅក្នុងរបៀបនេះក៏បានដូចគ្នា Okay, another example គឺថា January 6 2007 January 6 and 2007 ថាដូច្នេះយើងអាចទៅសេបានដូចជា01 ថានេះគឺខែ1 06 នេះគឺជាថ្ងៃបញ្ជាក់ពីថ្ងៃនេះ07គឺបញ្ជាក់អំពីឆ្នាំឬក៏0106ឬក៏2007ដូច្នេះគឺបញ្ជាក់អំពីខែ1ថ្ងៃទី6ឆ្នាំ2007បានគឺនេះថាយើងសរសេររបៀបនេះក៏បានឬក៏របៀបយ៉ាងដូចនេះក៏បានដែរអូខេគឺថាពេលណាដែលយើងប្រើជាមួយនឹងខែគឺយើងប្រើ in September ពេលណាយើងប្រើខែគឺថាយើងប្រើ September ចំណែកថ្ងៃវិញគឺយើងប្រើ on Friday គឺយើងប្រើពាក្យហ្នឹងពេលណាយើងប្រើនៅក្នុងខែគឺយើងប្រើ in ចំណែកថ្ងៃវិញគឺយើងអត់ប្រើ in Friday ទេគឺយើងប្រើពាក្យ on Friday not in Friday ចំណែកនេះគឺថាមិនមែន on September ទេ in យើងប្រើ in January ឬក៏ in December ចំណែកនេះគឺថា on Friday on Monday ឬក៏ on Saturday etc. English usage 1 DVD number 1 presents money សូមជូនជា money នេះគឺប្រាក់កាគឺថាលុយគឺនិយាយត្រង់គឺថាលុយតែម្ដង money នេះគឺលុយដូច្នេះនៅក្នុងអត្ថបទនេះយើងនឹងរៀនអំពីលុយកាក់តែម្ដងOkay, let's start with money នេះគឺលុយចំណែក coins នេះគឺកាក់ coin នេះគឺយើងចង់និយាយពីកាក់ coins គឺកាក់អូខេថានេះគឺជាសញ្ញាដុល្លារចំណែកនេះគឺយើងចង់និយាយពីដុល្លារសញ្ញាដុល្លារនេះគឺថា 0 dot នេះគឺថា 0.01 នេះស្មើនឹងតែ1សេននៅបន្ទាប់ពីនេះគឺតពីសញ្ញា dot នេះស្មើនឹងតែ1សេននៅបន្ទាប់ពីនេះគឺតពីសញ្ញា dot នេះគឺហៅគឺមានន័យថា cent ឬក៏ cent អូខេនេះស្មើនឹង a penny នេះគឺ1 cent ស្មើនឹង1 cent a penny equal to 1 cent ចំណែកនេះវិញគឺថា05 នេះគឺថា $0.05 នេះគឺថា a nickel ស្មើនឹង nickel coin តែនៅក្នុងស្រុកអាមេរិកគឺមាន coin នេះគឺមានកាក់ penny នេះគឺថា1 cent nickel នេះគឺ5 cents នេះគឺ5 cent ចំណែក dime កាក់ dime ហៅថា dime គឺស្មើនឹង10 cents ចំណែក a quarter គឺ25 cent 20ស្មើនឹង25 cents គឺ a quarter គឺស្មើ25 cent គឺមានកាក់ a quarter គឺថា$1គឺ$1វាមានquarter គឺ1/4ដូច្នេះក្នុង$1វាមាន100 cent នេះថា1/4នៃ100គឺ25 cent ដូច្នេះ a quarter ស្មើនឹង25 cents ចំណែក half a dollar នេះគឺសញ្ញា half a dollar នេះគឺកន្លះដុល្លារស្មើនឹង50 cents គឺថានៅក្នុងស្រុកអាមេរិកគឺមានកាក់ penny nickel dime quarter half a dollar ថា50 cent
ឬក៏ពាក់កណ្ដាលដុល្លារឬហើយនឹងមាន a silver dollar ហ្នឹងគឺថា1ដុល្លារម្ដងមានកាក់1ដុល្លារកាក់1ដុល្លារហ្នឹងគឺមានពណ៌ silver អូខេស្មើនឹង100 cents ហ្នឹងគឺ100 សេនដូច្នេះនេះគឺថាយើងសរសេរជាលេខចំនួនលុយនេះខាងនេះលេខចំនួនលុយគឺថានៅចាប់ពីមុខសញ្ញា point នេះឬក៏ dot នេះគឺមានន័យថាដុល្លារចំណែកពីក្រោយហ្នឹងគឺមានន័យថា cent ដូចនេះ1 cent 5 cent 10 cent 25 cents and 50 cents អូខេដូច្នេះនៅក្នុងសហរដ្ឋអាមេរិកគឺថាមានកាក់1 penny nickel dime quarter half a dollar ឬក៏ silver dollar គឺ penny ស្មើនឹង1 cent nickel ស្មើនឹង5 cent ចំណែក dime ស្មើនឹង10 cent ចំណែក quarter ស្មើនឹង25 cent half a dollar ស្មើនឹង50 cent silver dollar ស្មើនឹង1ដុល្លារឬក៏ស្មើនឹង100 cent ថា100 cent គឺស្មើនឹង1ដុល្លារ100 penny អូខេនេះគឺថា penny គឺ1 cent ស្មើនឹង1 cent ដែរដូច្នេះយើងថានេះ nickel ស្មើនឹង5 penny ក៏បានដែរ5 penny ស្មើនឹង1 nickel ឬក៏10ព្រោះអី1 cent នេះស្មើ1 penny ដូច្នេះ10 cent ក៏ស្មើ10 penny 10 penny នេះស្មើនឹង dime អូខេ one more time penny nickel dime quarter half a dollar and silver dollar Okay, money and bills. This is about bills. Bills នេះគឺយើងចង់និយាយពីលុយនឹងលុយប៉ុន្តែលុយប៉ុន្តែនៅក្នុងធាតុกระดาษមិនមែនជាក្នុងកាក់ទេថាលុយគឺមួយគឺយើងប្រើកាក់មួយទៀតយើងប្រើជាกระดาษតែម្ដងលុយនេះกระดาษអូខេដូចជានេះ$1ថានេះគឺជា$1នេះគឺសញ្ញា$1តែនៅក្នុងសហរដ្ឋអាមេរិកមានលុយកระดาษ$1กระดาษ$1 $2តែกระดาษ$2 $2 $5 $10 $20 $50 $100 ហើយនៅក្នុងសហរដ្ឋអាមេរិកគឺមានកระดาษលុយកระดาษ$1 $2 $3 $5 $10 $20 $50 ហើយនិង$100គឺនៅសហរដ្ឋអាមេរិកគឺមានកระดาษដូចនេះឯងអូខេគឺថាกระดาษ$1ហៅថា$1 bill នេះគឺយើងចង់និយាយពីกระดาษ$1 bill $2 bill $5 bill $10 bill $20 bill $50 bill and $100 bill នេះគឺយើងចង់និយាយអំពីกระดาษមិនមែនជាកាក់ទេគឺกระดาษដូច្នេះនេះគឺกระดาษ$1กระดาษ$2กระดาษ$5กระดาษ$10กระดาษ$20กระดาษ$50กระดาษ$ហើយនិងกระดาษ$100 Okay example of money Okay នេះគឺជាថា$1.07 $1.07 ឬក៏$1.07 ដូច្នេះពេលយើងអានទៅគឺថា$1.07 $1.07 នេះគឺស្មើនឹងនេះគឺជាដុល្លារចំណែកនៅក្រោយគឺ cent អូខេចំណែកនេះវិញគឺ20ហើយនឹង65 cent $20.65 Okay នេះគឺជា$20ហើយនឹង65 cent $20.65 ចំណែកនេះវិញគឺថា1000នេះគឺថា0នេះគឺយើងចង់និយាយពី cent ប៉ុន្តែនៅពីមុខនេះគឺដុល្លារដូច្នេះនេះគឺ$1000 $1000 ហើយនេះគឺជា$1000នេះគឺជាសញ្ញាដុល្លារ Okay these are terminologies for buying and selling the terminology for buying and for selling Okay terminology នេះស្មើនឹង vocabulary គឺពាក្យសម្រាប់ buying គឺទិញហើយនឹង selling គឺលក់គឺសម្រាប់លក់ដូរឬក៏ទិញលក់ buy នេះគឺទិញ selling គឺលក់នេះគឺជាពាក្យសម្រាប់ទិញហើយនឹងលក់ Okay, let's start with buy, sell, shop for sale, on sale, sold, pay for, returned, exchange, refund, change, price tag, sale price, regular price.
អូខេគេថា buy នេះគឺយើងទិញ sell គឺលក់ buy គឺទិញ sell គឺលក់ shop for ហ្នឹងគឺថាយើងទៅផ្សារហើយយើងដើររត់ទិញអីហ្នឹងហៅថា shop for ដើររត់ទិញអីវ៉ាន់ហ្នឹងអូខេ for sale ហ្នឹងគឺថាសម្រាប់លក់ដូចជាយើងចង់លក់ផ្ទះលក់ដីហ្នឹងយើងដាក់សញ្ញាយើងដាក់ផ្លាកថា for sale ហ្នឹងគឺមានន័យថាគឺរបស់ហ្នឹងគឺសម្រាប់លក់ for sale សម្រាប់លក់ចំណែក on sale ហ្នឹងគឺថារបស់ដែលយើងដាក់លក់ហើយប៉ុន្តែយើងចុះថោកយើងចុះតម្លៃយើងបញ្ចុះតម្លៃហ្នឹងគឺថា on sale ហ្នឹងមានន័យថារបស់ហ្នឹងគឺចុះមានតម្លៃចុះថោកជាងមុនហៅថា on sale sold នេះគឺថាបានលក់រួចហើយឬត្រូវបានគេទិញហើយឬក៏លក់រួចហើយដូចជាយើងមុនដំបូងយើងដាក់សញ្ញា for sale គឺសម្រាប់លក់បន្ទាប់គេទិញរបស់នឹងរួចហើយគឺយើងដាក់ថា sold ថារបស់នឹងលក់ហើយដូច្នេះពេលណាគេមើលឃើញអក្សរ sold នេះគឺថាដឹងថាគេលក់បាត់ហើយដូច្នេះយើងប្រើពាក្យ sold for sale សម្រាប់លក់ sold គឺលក់បាត់ហើយយើងអត់មានដាក់ពាក្យ for sold ទេគឺដាក់តែពាក្យ sold ទៅទេគឺមានន័យថាលក់ត្រូវបានគេទិញរួចហើយឬក៏លក់បាត់ហើយអូខេ pay for ហ្នឹងគឺចេញថ្លៃឲ្យ pay for ចេញថ្លៃឲ្យ return ហ្នឹងគឺថាយកត្រឡប់មកវិញ return យកត្រឡប់មកវិញអូខេ exchange ហ្នឹងគឺបដូរដូចជាយើងយករបស់មកហើយយើងចង់បានរបស់មួយផ្សេងវិញយើងបដូររបស់គ្នាថា exchange អូខេ refund ហ្នឹងគឺថាគេសងលុយយើងនឹងមកវិញឬក៏គេយកលុយមកឲ្យយើងវិញហៅថា refund change នេះគឺថានៅក្នុងអត្ថន័យលក់ដូរហ្នឹងគឺមានន័យថាប្រាក់កាសដែលគេត្រូវអាប់មកឲ្យយើង change គឺថាប្រាក់ដែលត្រូវបដូរត្រូវអាប់មកឲ្យយើងអូខេ price tag នេះគឺថាផ្លាកតម្លៃផ្លាកឬក៏ផ្លាកតម្លៃ price tag ដូចជាយើងលក់របស់របរហ្នឹងគឺថានៅក្នុងវាមានតម្លៃប៉ុណ្ណេះហ្នឹងគឺនៅលើផ្លាកហ្នឹងហៅថា price tag sell price ហ្នឹងគឺថាតម្លៃលក់នឹងឯងsale price ដូចជារបស់នេះគឺថ្លៃ$50ដូច្នេះ$50ហ្នឹងគេហៅថា sales price គឺតម្លៃរបស់លក់នឹង price នេះគឺជាតម្លៃ sale គឺលក់អូខេ regular price គឺតម្លៃធម្មតា regular price តម្លៃ regular គឺធម្មតាដូច regular price គឺតម្លៃធម្មតាបើសិនជាយើងចង់ចុះថោកយើងដាក់ថា on sale ហ្នឹងគឺថារបស់ហ្នឹងគឺមិនមែនដូចជាតម្លៃធម្មតាទៀតទេគឺតម្លៃខុសថោកជាងមុនដូច្នេះគេប្រើពាក្យ on sale អូខេ receipt នេះថា receipt discount price cost sales tax subtotal or total keep the changeអូខេ receipt នេះគឺថាបង្កាន់ដៃថាដូចជាយើងគេមកទិញអីឲ្យទិញអីរបស់ឲ្យយើងទៅសេកដាស់ឲ្យគេថាអូខេអ្នកទិញរបស់នឹងថ្លៃប៉ុណ្ណេះយើងទុកយកហុចกระดาษឲ្យគេថា receipt ថានៅក្នុងស្រុកអាមេរិកនេះពេលណាយើងទៅទិញអីវ៉ាន់នៅហាងហ្នឹងគឺគេត្រូវឲ្យ receipt ទៅឲ្យកระดาษមកយើងវិញថាគេថ្លៃប៉ុណ្ណាអីប៉ុណ្ណារបស់ថ្លៃប៉ុណ្ណារួចហើយយើងកាន់กระดาษហ្នឹងចេញទៅក្រៅព្រោះអីពេលខ្លះបើសិនជាមានប៉ូលីសអីឈប់យើងសួរថាតើរបស់នេះអ្នកបានមកពីណាមកយើងអាចឲ្យ receipt ហ្នឹងទៅគេមើលទៅថាគឺបញ្ជាក់ថាជារបស់ដែលយើងទិញហៅថា receipt បង្កាន់ដៃអូខេ discount ហ្នឹងគឺមានន័យថាចុះថ្លៃបញ្ចុះថ្លៃឬក៏បញ្ចុះថ្លៃអូខេ price នេះគឺជាតម្លៃ cost នេះគឺថ្លៃថាថ្លៃប៉ុណ្ណានេះគឺ cost ចំណែកនេះគឺជាតម្លៃអូខេ taxes នេះគឺតាក់ឬពន្ធដារ subtotal ឬក៏ total នេះគឺថាសរុបទាំងអស់សរុបទីបញ្ចប់ចំណែក subtotal នេះគឺថាគឺសរុបសិនក៏ប៉ុន្តែមិនមែនជាសរុបទីបញ្ចប់ទេថាយើងបូកលេខបូកចំនួនគិតលុយនឹងហើយមកសរុបសិនក៏ប៉ុន្តែមិនទាន់សរុបចប់មែនទេលុយនឹងបូកលុយនឹងជាមួយនឹងអីផ្សេងទៀតរហូតមកដល់ទីបំផុតគេហៅថា total ទីបំផុតនេះគ្រាន់តែសរុបមធ្យមសិនអូខេ keep the change នេះគឺថាមិនបាច់ចាំអាប់លុយនឹងមកវិញទេ keep នឹងទុក change នឹងប្រអាប់ទុកប្រអាប់នឹងទៅថាមិនបាច់ចាំអាប់មកវិញទេ